សួស្តីអ្នកនរគ្នាវីដេអូនេះខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង DHCP server យើងនឹងហៅថា DHCP server គឺពាក្យពេញវាគឺ Dynamic Host Configuration Protocol ដែលវាជា server មួយដែលអាចអនុញ្ញាតឲ្យយើងបង្កើត scope មួយឬក៏យើងអាចបង្កើតវាដើម្បីកំណត់នៅ IP ឬក៏អាចបង្កើតនៅ IP មួយបោះទៅឲ្យ machine client ដែលស្វ័យប្រវត្តិដែលទី1យើងធ្វើការចូលទៅកាន់ server manager នៅពេលដែលអ្នកទាំងអស់គ្នាចូលទៅកាន់ server manager ដំបូងយើងត្រូវតែ check មើលព័ត៌មានរបស់ server យើងសិនអញ្ចឹងយើងចូលទៅកាន់ local server ហើយយើងធ្វើការ check IP របស់វាជាងយើងរកពាក្យ Ethernet ចូលទៅកាន់ Ethernet យើងធ្វើការ right click ហើយយើងយកពាក្យថា property កន្លែងនេះយើងជ្រើសយកប៉ុណ្ណឹងមកហើយបន្ទាប់មកខ្ញុំធ្វើការកំណត់នៅ IP របស់វាខ្ញុំយកពាក្យ property ហើយនឹងកំណត់ IP របស់វាដាក់ 192.168.1.10 នេះដាក់ 192.168.1.10 sorry 1.10 ខ្ញុំសូមកំណត់ដល់ពីខ្ញុំចេះលើពាក្យ property តែយើងធ្វើការOkay. Close. Okay, បន្ទាប់ពីអ្នកទាំងអស់គ្នាកំណត់ព័ត៌មានរបស់ server ហើយបន្ទាប់មកយើងចូលទៅកាន់ manager ដើម្បីធ្វើការ add rule DHCP យើងធ្វើការ add rule យើងចុច next យើងចុច next ទៀតចុច next ទៀតបន្ទាប់មកអ្នកនរគ្នានឹងឃើញពាក្យនេះមានន័យថាបើសិនជាវាមាន tick មានថាវាបាន install រួចហើយអញ្ចឹងយើងធ្វើការ tick ទៅលើ DHCP server យើង add feature យើង connection បើសិនជាអ្នកនរគ្នាថា DHCP តឡើងហើយឬក៏នៅយើងអាចមើលនៅកន្លែងនេះបើសិនជាវាអត់មាន DHCP ទេយើងមានន័យថាយើងអត់បានតឡើងវាទេយើងចុច next យើងចុច next ទៀត next ធ្វើការ install យើងចាំវា Okay នៅពេលដែលវា complete ហើយអ្នកនរគ្នាចូលទៅ line complete DHCP configuration បន្ទាប់មកអ្នកទាំងអស់គ្នា check next ហើយយើង commit និង close Okay បន្ទាប់ពីអ្នកទាំងអស់គ្នាបានតឡើង DHCP រួចហើយយើងចូលទៅកាន់ tool ហើយយើងយកពាក្យថា DHCP ពេលដែលអ្នកទាំងអស់គ្នា DHCP ហើយអ្វីដែលសំខាន់គឺកន្លែងនេះអញ្ចឹងយើងធ្វើការ click ទី1វាមាន IPv4 ហើយទី2គឺ IPv6 ដែលនេះវាសំខាន់គឺទី1គឺវាសំខាន់ទាំងពីរទាំង IPv4 និង IPv6 ដែលឥឡូវខ្ញុំប្រើ IPv4 ហើយដើម្បីយើងធ្វើ IPv4 អញ្ចឹងខ្ញុំធ្វើការបង្កើត scope មួយនេះយើងយកពាក្យយើង right click ហើយយើងយកពាក្យថា new scope អ្នកនរគ្នានឹងឆ្ងល់ថាតើ scope ហ្នឹងគឺជាអ្វីscope ហ្នឹងវាសំខាន់ដែលវាគឺជាកន្លែង stock នៅ IP ហើយវាផ្ដល់ឲ្យទៅ client តែមកយើងចុច next ហើយយើងធ្វើការដាក់ឈ្មោះវាអញ្ចឹងឈ្មោះខ្ញុំដាក់ថា RUTP ហើយ description ខ្ញុំដាក់ថា for RUTP នេះថាក៏ចុច next អាឡែង start IP address និង end IP address អញ្ចឹងខ្ញុំធ្វើការដាក់ IP address 192.168.1.1 ហើយខ្ញុំដាក់កំណត់វាតែដោយសារ subnet ខ្ញុំយក24អញ្ចឹងដាក់ 192.168.1.254
ចធ្វើការ connect ហើយកន្លែងនេះវាមានន័យថាក្រៅពីកន្លែងនេះយើងដាក់ IP server របស់យើងកុំឲ្យវាភ្ជាប់អញ្ចឹងយើងដាក់ IP server យើងអញ្ចឹង IP server ខ្ញុំឆែកក្រៅពីវគ្គដំបូងហ្នឹងខ្ញុំគឺ 192.163.1 ចុច10អញ្ចឹងយើងធ្វើការ add ហើយយើងចុច next កន្លែងនេះយើងកំណត់ម៉ោងដែល client គាត់ប្រើប្រាស់អញ្ចឹងខ្ញុំដាក់គាត់កំណត់2ម៉ោងដាក់2ម៉ោងចុះ2ម៉ោង00នាទីចុច next ចុច next ហើយនេះយើងដាក់ IP address 192.168.1.1 យើងធ្វើការ add វាយើងចុច next ហើយនេះឈ្មោះ domain យើងបន្តមកយើងធ្វើការចុច next យើងចុច next ទៀតយើងចុច next បន្តមកយើងចុច finish អូខេបន្តមកទៀតយើងឆែកទៅមើលលើ scope ដែលយើងបានបង្កើតមុនហ្នឹងហើយយើងឆែកទៅលើ home IP address អញ្ចឹង address full យើងចូលទៅកាន់ IP មកអានេះគឺវាកំណត់ IP យើងវាចាប់ពី 192.168.1.1 រហូតដល់ 192.168.1.254 ហើយសម្រាប់ IP server របស់យើងវាយើងដកទុកមួយចេញក្រៅពីនិយាយទៅ IP ពី 192.168.1.1 ដល់រហូតដល់ 192.168.1.254 ហ្នឹងគឺយើងដកទុកមួយដែលជា IP address របស់ server ដែល 192.168.1.10